ទទួលបានចំណេះដឹងអំពីយុវជន Gen Z ដែលចង់ដឹងថាបច្ចុប្បន្នពួកគាត់មានផ្នត់គំនិតមានការអភិវឌ្ឍសមត្ថភាពប៉ុណ្ណាអញ្ចឹងយើងត្រូវរៀនសូត្រពីគ្នាទៅវិញទៅមកអញ្ចឹងណានេះអានេះកាត់ណានេះនេះចង់បានពីមេគឺចង់មានដំណើរកំសាន្តមួយជុំគ្នាប៉ុន្តែអត់ដឹងថានៅក្នុងស្រុកឬក្រៅស្រុកទេតែណាក៏បានដែរតែមេនាំទៅបាទសួស្តីខ្ញុំឈ្មោះពុទ្ធាបាទខ្ញុំជាបុគ្គលិកផ្នែកប្រមូលឥណទាននៅក្រុមហ៊ុន Delighting បានហើយបាទចង់ឥឡូវចង់ទៅកូរ៉េព្រោះស្លាញ់ផកកូរ៉េសប្បាយយងកាសស្ដាយសប្បាយហ្នឹងគឺស្ទួយត្រីហ្មងស្ទួយអត់បានទេបានមើលគេស្ទួយស្ទួយកន្លែងអត់បានតែអត់កន្លែងស្រើអត់ទេបាទហ្នឹងហើយ